ធម្មពលនៃការជឿជាក់លើខ្លួនឯងតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់យ៉ាងដែរឬទេបើអ្នកធ្លាប់អង្គុយសម្លឹងមើលអ្នកដទៃដោយក្តីចំណែនហើយសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំមិនអាចធ្វើបានដូចគេថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកនៅការពិតមួយដែលអ្នកប្រហែលជាបានបំភ្លេចចោលសត្រូវដែលសាហាវបំផុតនិងមានឥទ្ធិពលបំផុតក្នុងជីវិតរបស់អ្នកមិនមែនជាអ្នកដទៃដែលចាំសោចចំអកឬមើលងាយអ្នកនោះទេប៉ុន្តែវាគឺជាសម្លេងសឹកនៅក្នុងចិត្តរបស់អ្នកដែលតែងតែប្រាប់អ្នកថាអ្នកធ្វើវាមិនបានទេអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេឬកំសាករបងអីប្រយ័ត្នតែខ្មាស់គេសម្លេងនេះហើយដែលបានសម្លាប់សុបិនរបស់មនុស្សរាប់លាននាក់ច្រើនជាងការបរាជ័យទៅទៀតធម្មពលនៃការជឿជាក់លើខ្លួនឯងមិនមែនជាការអួតអាងឬការគិតថាខ្លួនឯងពូកែជាងគេគ្រប់រឿងនោះទេប៉ុន្តែវាគឺជាសន្តិភាពក្នុងចិត្តនិងភាពរឹងមាំដែលប្រាប់អ្នកថាទោះបីជាថ្ងៃនេះពិភពលោកទាំងមូលមិនជឿលើអ្នកក៏អ្នកនៅតែមានម្នាក់ទៀតដែលនៅខាងអ្នកជានិច្ចនោះគឺខ្លួនឯងអ្នកត្រូវដឹងថាគ្រាប់ពូជនៃភាពអស្ចារ្យមាននៅក្នុងខ្លួនមនុស្សគ្រប់រូបរួមទាំងអ្នកផងដែរប៉ុន្តែគ្រាប់ពូជនោះមិនអាចដុះលូតលាស់បានឡើយប្រសិនបើអ្នកស្រោចវាដោយទឹកនៃភាពសង្ស័យនិងដាំវានៅក្នុងដីនៃភាពភ័យខ្លាចមនុស្សដែលជោគជ័យបំផុតនៅលើโลกមិនមែនជាមនុស្សដែលមិនដែលបរាជ័យនោះទេប៉ុន្តែគឺជាមនុស្សដែលបានបរាជ័យរាប់រយដងហើយនៅតែមានកម្លាំងចិត្តក្រោកឈរឡើងមកវិញដោយនិយាយថាខ្ញុំមិនទាន់ចប់នៅឡើយទេនៅពេលដែលអ្នកចាប់ផ្ដើមជឿជាក់លើខ្លួនឯងពិភពលោកជុំវិញខ្លួនអ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរមនុស្សដែលធ្លាប់មើលងាយអ្នកនឹងចាប់ផ្ដើមសួរអ្នកថាតើអ្នកធ្វើវាដោយរបៀបណាមនុស្សដែលធ្លាប់បោះបង់អ្នកនឹងចង់ដើរតាមអ្នកព្រោះគ្មានអ្វីដែលទាក់ទាញនឹងមានអំណាចជាងមនុស្សម្នាក់ដែលដឹងច្បាស់ពីតម្លៃរបស់ខ្លួនឯងនិងដឹងថាខ្លួនឯងកំពុងធ្វើដំណើរទៅណានោះទេកុំរងចាំរហូតដល់អ្នកមានគ្រប់យ៉ាងទើបចាប់ផ្ដើមមានទំនុកចិត្តគឺជាអ្វីដែលអ្នកត្រូវកសាងក្នុងខណៈពេលដែលអ្នកមិនទាន់មានអ្វីសោះកុំអនុញ្ញាតឲ្យសម្ដីរបស់អ្នកដទៃមកកំណត់វាសនារបស់អ្នកពួកគេឃើញត្រឹមតែអ្វីដែលអ្នកបង្ហាញប៉ុន្តែមានតែអ្នកម្នាក់គត់ដែលដឹងថាអ្នកអាចទៅបានឆ្ងាយប៉ុណ្ណារាល់ពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយចូលដាក់ដៃលើទ្រូងខាងឆ្វេងហើយស្ដាប់ចង្វាក់បេះដូងរបស់អ្នកក្នុងម្នាក់មានឱកាសតែម្ដងគត់ក្នុងជីវិតនេះតើអ្នកចង់រស់នៅក្នុងជីវិតដែលពោរពេញដោយការស្ដាយក្រោយឬចង់រស់នៅក្នុងជីវិតដែលពោរពេញដោយមោទនភាពចូលឈប់ប្រៀបធៀបចំណុចចាប់ផ្ដើមរបស់អ្នកទៅនឹងចំណុចកំពូលរបស់អ្នកដទៃដំណើររបស់អ្នកគឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកចូលចាប់ផ្ដើមពីចំណុចដែលអ្នកនៅប្រើប្រាស់អ្វីដែលអ្នកមាននិងធ្វើអ្វីដែលអ្នកអាចធ្វើបានចងចាំថាមិនថាគេមើលឃើញអ្នកបែបណានោះទេសំខាន់បំផុតគឺតើអ្នកមើលឃើញខ្លួនឯងបែបណាបើសិនបើអ្នកជឿថាអ្នកអាចធ្វើបានអ្នកបានជោគជ័យពាក់កណ្ដាលទៅហើយក្រោកឈរឡើងមើលទៅក្នុងកញ្ចក់ហើយញញឹមដាក់មនុស្សដែលអស្ចារ្យបំផុតនៅក្នុងនោះបញ្ចេញធម្មពលដែលលាក់ទុកក្នុងខ្លួនអ្នកមកពិភពលោកកំពុងរងចាំមើលពន្លឺរបស់អ្នកអាចធ្វើបានខ្ញុំជឿជាក់លើអ្នក